ទស្សនិកជនជាទីមេត្រីយើងវិលមកជួបគ្នាបន្តយើងនឹងបញ្ចប់បន្តិចទៀតនេះឥឡូវយើងទៅមើលរូបភាព highlight សម្រាប់ការប្រកួតទាំងស្រុងសិនបាទរូបភាព highlight ការប្រកួតទាំងស្រុងរវាងក្រុមបាទ Nagavel ហើយនិងក្រុម Asia Europe បាទការប្រកួតដែលថាខ្សត់គ្រាប់សុទ្ធបញ្ចូលទីរហូតដល់នាទីទី85បាទទើបតែមានបាទការប្រកួតវគ្គទី1ក្រុមទាំងពីរបាទមានឱកាសដូចគ្នាក៏ប៉ុន្តែ Naga ទេដែលមានឱកាសច្រើនជាងបាទដូចជាចំណុចនេះគឺគួរតែមានគ្រាប់សុទ្ធបញ្ចូលទីទៅហើយពីកីឡាករផាកយ៉ងជុនប៉ុន្តែគឺចង្វាក់ចុងក្រោយនេះគាត់អូសទៅជ្រុលវរិនយុទ្ធិនគាត់រៀបរៀងបាល់ល្អមែនតើបាទពេជ្រវរិនយុទ្ធិនថ្ងៃនេះគឺគាត់ជួយសង្គ្រោះបានច្រើនណាស់បាទហើយកន្លែងនេះគឺចំណុចមួយទៀតគឺបាទមិនគួរទេបាទ Jean-Marie Privat បាក់លើកមកនេះគឺថាតែតម្នាក់ឯងហើយខាងក្រោយនេះក៏បើថា Privat មិនពេញចិត្តអ្នកខាងក្រោយអង្គុយចាំតែមួយទៀតប៉ុន្តែមកក្បាលរបស់ Jean-Marie Privat ទៅគឺសោកស្ដាយសុសសួរណាសុទ្ធពីចង្ងាយប៉ុន្តែថាជ្រុលឡើងទៅខាងលើទៅហើយបាទអត់មានលទ្ធភាពទេសម្រាប់វគ្គទី1ហាំសាក៏បញ្ជូនមកដូចគ្នាប៉ុន្តែកន្លែងនេះលុកអូយបាទលុកជើងនេះគឺកញ្ញាកណ្ដាស់ពីនៃបាទលុកជើងគោត្រាំមែនតើហើយក៏របួសខ្លួនឯងដែរព្រោះថាលុកជើងគេមានឱកាសដែរកន្លែងនេះល្អមែនតើបាទទៅមែនតើបាទខុសតិចទៀតបាទគោដៅខុសអ្នកចាំទីពេជ្រវរិនយុទ្ធិនបាទជំនួយការគ្រូវឹកសោកស្ដាយចូលវគ្គទី2ក៏มันមានសឹងតែថាมันមានឱកាសទេទើបតែចុងម៉ោងទេទើបមានឱកាសបាទទាញមួយកន្លែងនេះ Bolvin Afanvi បាទទាញមួយទៀតសល់កីឡាករ Bajro Anderson បាទ Bajro Anderson បាទស្លាយមួយទុកបាល់ល្អមែនតើបាទប៊ីសនឹងមានឱកាសបាទ Bolvin Afanvi បាល់ free kick ពីផាកយ៉ងជុនក៏ល្អដូចគ្នាបាទខុសតែមួយចង្អាមទេដែលក្រុមការងារយើងបានបញ្ជាក់ជូនបាទជើងនេះក្បែរមកចង្អាមនឹងឯងបាទបាល់ free kick ជាបន្តទៀតបាទកន្លែងនេះក៏មិនគួរដែរបាទមិនគួរទេវរិនយុទ្ធិនបាទសូមតសាមែនតើបាទជួយសង្គ្រោះបានមកកន្លែងនេះពីការតែរបស់ Jean-Marie Privat ទៀតបាទហើយ Privat នេះគឺអត់ទាន់អស់ឱកាសរបស់គាត់ទេនៅមួយកន្លែងមួយកន្លែងទៀតបាទថាក្រុមបច្ចេកទេសក៏គាត់អត់ចិត្តដែរបាទកន្លែងចំណុចនេះបាទនៅមុខទីឲ្យគាត់ជួយសង្គ្រោះបានទៀតកន្លែងនេះគឺវិបកមកភ្លាមក៏ប៉ុន្តែចង្វាក់ចុងក្រោយនេះគឺមិនល្អទេបាទគឺជ្រុលហើយអ្នកចាំទទួលនោះគឺរត់អត់តាន់បាទហើយចំណុចកន្លែងនេះគឺមានឱកាសជាបន្តទីផាកយ៉ងជុនហើយក៏សង្គ្រោះបានពីកីឡាករពេជ្រវរិនយុទ្ធិនទៀតបាទសុទ្ធមកជើងពីចង្ងាយជើងឆ្វេងរបស់គេហ្នឹងបាទជើងស៊ីនទៀតណាបាទឆ្វេងល្អមែនតើបាទទាំងជើងឆ្វេងទាំងជើងស្ដាំបាទយ៉ងជុននៅធ្វើអត់បានបាទកន្លែងនេះគឺគួរតែមានទៅហើយបាទវ៉ូឡេមកជើងនេះគឺថាបើសិនជាចំទីវិញអ្នកចាំទីក៏មិនដឹងចាប់ទៅណាដែរបាទ Jean-Marie Privat អត់មានសំណាងសោះថ្ងៃនេះអ្នកដែលល្អគឺពេជ្រវរិនយុទ្ធិនបាទចាំមើលលោកមាសចនាបាទអត់តទៀតមកទៅបាទបញ្ជូនមកកន្លែងនេះក្របសុទ្ធបញ្ចូលទីទុំសរាយអ្នកធ្វើបានសម្រាប់នៅនាទីទី85បាទទុំសរាយនេះវិញទេជាអ្នកមានសំណាងបាទកីឡាករបាទនាំសំណាង1-0នេះបាទចប់ការប្រកួតបាទគឺទទួលបាន3ពិន្ទុបាទទុំសរាយគឺជាអ្នកផ្លាស់ប្ដូរចូលទេបាទជាអ្នកមានសំណាងក្នុងការប្រកួតយក3ពិន្ទុឲ្យទៅក្រុម Naga បញ្ចប់ការប្រកួតគឺក្រុម Naga 1ហើយក្រុម Zerop គឺ0បាទយើងទៅមើលគេហៅថាស្ថិតិក្នុងការប្រកួតបន្តទៀតបាទសម្រាប់ការប្រកួតក្នុងសប្តាហ៍ទី5ថ្ងៃសុក្រនេះបាទបញ្ចប់ទៅដោយផល0-0ហើយការគ្រប់គ្រងបាល់ហ្នឹងគឺ60និង40%បាទក្របសុទ្ធបញ្ចូលទីទៅមកក្របទេការសុទ្ធច្រើនមែនតើ Naga បាទទាំងគោលដៅត្រូវទាំងគោលដៅខុសគឺ7 ដល់ 10 លើកអាស៊ីអឺរ៉ុបមានតែ2លើកកំហុស17លើកអាស៊ីអឺរ៉ុបច្រើនហើយ Naga 6 Corner 1លើកហើយ10ហើយក្រៅពីហ្នឹងគឺការលឿង2ដងហើយAzure 2ដងដែរបាទយើងទៅមើលតារាងច្បាប់ថ្នាក់សរុបនៅពេលនេះលេខ1នៅតែ Naga នៅតែក្រសួងការពិជាតិអត់ទាន់អ្នកណាបំបែកតាន់ទេបាទ12ពិន្ទុហើយលទ្ធផល 1-0 នេះបាទធ្វើឲ្យក្រុម Naga ក្រុមកើចំណាត់ថ្នាក់ឡើងទៅលេខ4មាន6ពិន្ទុឯអាស៊ីអឺរ៉ុបនៅតែ1ពិន្ទុដដែលបាទនៅឈរបាត្រាងបាទយ៉ាងឯការប្រកួតថ្ងៃស្អែកនេះគឺយើងមានក្រសួងការពិជាតិជួបគ្នាជាមួយនឹងក្រុមភ្នំពេញក្រោនផ្សាយផ្ទាល់ពី BTV បាទនៅកីឡាដ្ឋានកងយោធពលកាមេរ៉ាភូមិន្ទស្តាតចាស់វេលាម៉ោង 3:30 នាទីស៊ីម៉ាក់ជួបជាមួយនឹងប៉ូលីសហើយនឹង Cambodia Tiger ជួបបឹងកេតអង្គរ FC ផ្សាយផ្ទាល់2គូថ្ងៃអាទិត្យនឹងមាន1គូទី Western ភ្នំពេញជួបគ្នាជាមួយនឹងព្រះខ័នរាជស្វាយរៀងនៅកីឡដ្ឋាន Western បាទប្រិយមិត្តទស្សនិកជនជាទីមេត្រីខណ្ឌតែជាស្រ័យរាល់កំហុសខុសឆ្គងក្នុងការអធិប្បាយនិងក្រុមការងារផ្សាយផ្ទាល់របស់ទូតព័ត៌មាន BTV ផងដែរ
សូមអរគុណបងប្អូនដែលតាមដានទស្សនាតាំងពីដើមរហូតដល់ចប់គណៈពេលនេះខ្ញុំបាននឹងក្រុមការងារសូមអរគុណនិងសូមគោរពលាហើយបាទ